ដល់ឡងឯងនេះមានរឿងអីហ្នឹងពុកឆាប់និយាយមកតើមានន័យថាម៉េចគឺដូចជាកូនបានលឺនឹងហើយពុកលើកកូនឲ្យទៅកូនប្រុសមិត្តសម្លាញ់របស់ពុកអត់ទេពុកខ្ញុំមិនព្រមដាច់ខាតពុកបាននិយាយហើយថាឲ្យបងវិទ្យាមកទីនេះដើម្បីពុកបានមើលនោះអីចុះហេតុអីពេលនេះពុកនិយាយកលិចបែបនេះពុកមិនខ្វល់ទេបើកូននៅតែជជែករឹងរូសពុកក៏មិនធានាជីវិតវាដែរកូនក៏ដឹងហើយថាពុកគ្មានថ្ងៃលើកកូនពុកឲ្យទៅវាទេពុកអាក្រក់ណាស់បើកូនត្រូវរៀបការជាមួយគេកូននឹងស្លាប់ចំពោះមុខពុកចយឆាប់ទៅអូសអវិជ្ជាយមណាបានលោកសថីវិទ្យាយើងសុំទោសណាយើងមិនចង់ទេតែបើយើងមិនធ្វើយើងក៏ត្រូវស្លាប់ដូចគ្នាមិនអីទេបងចយខ្ញុំយល់ហើយខ្ញុំក៏មិនខ្លាចអ្វីដែរខ្ញុំនឹងធ្វើដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ឆាប់ទៅលោកពូទុកឲ្យខ្ញុំជាអ្នកចាត់ការចុះកុំធ្វើអីគាត់ណាពុកខ្ញុំសុំវល់ពុកកុំធ្វើបាបគាត់ចាត់ការតាមចិត្តចុះក្មួយបើវានៅតែជជែករឹងរូសទៀតចាត់ការវាតែម្ដងទៅបាទលោកពូអញ្ចឹងខ្ញុំធ្វើតាមការគួរហើយមកណាឈប់សិនកុំធ្វើបាបគាត់អីខ្ញុំព្រមហើយខ្ញុំព្រមរៀបការហើយសូមឲ្យទៅដោះលែងគាត់ទៅបានហើយណាពុកឆាប់ដោះលែងគាត់ទៅណាពុកណាខ្ញុំយល់ព្រមហើយល្អនេះទើបសមជាកូនពុកនីរ៉ាពុកធ្វើគ្រប់យ៉ាងគឺព្រោះតែនីរ៉ាបើធ្វើបែបនេះដដែលសម្រាប់បងវិញទៅល្អជាងអូនឲ្យបងឈរមើលអូនរៀបការមានសេចក្តីសុខបែបនេះដែរអូនមិនចង់ទេតែអូនក៏មិនអាចឲ្យបងស្លាប់បានដែរអូនសុំទោសស្មោះស្ម័គ្រនឹងគ្នាណាស់មែនទេល្អយើងនឹងធ្វើឲ្យឯងឈឺចាប់ធ្លាក់ឈាមទាំងដុំលោកពូសុំឲ្យអាម្នាក់នេះនៅទីនេះចាំបម្រើខ្ញុំរាល់ថ្ងៃតែបានទេរឿងអីដែលថាមិនបាននោះក្មួយពិតជាបានក្មួយត្រូវការអីពូព្រមឲ្យគ្រប់យ៉ាងទាំងអស់តែបងមិនចង់បានបែបនេះនោះទេបើអូនធ្វើបែបនេះអូនរស់ដូចជាធ្លាក់នរកចំណែកបងក៏ត្រូវក្រំគ្រាចាត់ស្លាប់ដែរពេលនេះបងឲ្យអូនធ្វើយ៉ាងណាអូនវិលវល់អស់ហើយពុកដោះលែងគាត់ទៅកូននឹងមិនទៅណានោះទេកូនព្រមរៀបការជាមួយគេហើយបងវិទ្យាឲ្យអូនសុំទោសណាបងដែលអូនព្រមរៀបការជាមួយគេសុំបងទៅឲ្យបានសុខទៅឲ្យឆ្ងាយពីទីនេះចុះទៅឲ្យឆ្ងាយទៅណាបងណាទេគេមិនអាចទៅណាបានទាំងអស់គេត្រូវទៅនៅទីនេះត្រូវទៅនៅឃើញយើងទាំងពីរនាក់មានសេចក្តីសុខគ្រប់ពេលវេលាបើលោកមិនព្រមដោះលែងគេទេអញ្ចឹងខ្ញុំក៏មិនព្រមរៀបការជាមួយលោកដែរពួកយើងទាំងពីរនាក់សុខចិត្តស្លាប់បានយើងដោះលែងវាក៏បានឲ្យតែអូនសប្បាយចិត្តបងវិទ្យាសូមបងទៅចុះទៅឲ្យឆ្ងាយពីទីនេះថ្ងៃណាមួយយើងនឹងបានជួបគ្នាជាមិនខានទេបងជឿអូនចុះណាគេបានទៅរូបកាយអូនតែបេះដូងរបស់អូននៅជាមួយបងជារៀងរហូតសូមបងទៅចុះបងយល់ព្រមបងនឹងចេញទៅឲ្យឆ្ងាយមិននៅទីនេះទៀតទេបងមានឱកាសបងសង្ឃឹមថាយើងនឹងបានជួបគ្នាទៀតបងនឹងរងចាំអូនសូមបងតែបានសុខចុះណាកុំបីសោកកាលឡើយអូនចង់ឃើញស្នាមញញឹមបងនៅពេលនេះបងអាចញញឹមឲ្យអូនបានទេ
បានបងលាសិនហើយបណ្ដូលចិត្តបងលោកពូខ្ញុំគិតថាបើទុកគេនៅខ្លាចតែថ្ងៃណាមួយគេមកដណ្ដើមអូននីរ៉ាពីខ្ញុំបាត់មើលទៅពួកគេទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់កុំបារម្ភអីរឿងនេះពូអាចចាត់ការបានក្មួយនៅឲ្យស្ងៀមទៅអត់ទេលោកពូរឿងនេះខ្ញុំចង់ចាត់ការដោយផ្ទាល់ដៃសូមលោកពូអនុញ្ញាតផងទៅតែណែកុំខាត់គេអីណាសម្លាញ់កូនខ្ញុំគ្រាន់តែចង់បានអ្វីដែលគេត្រូវបានប៉ុណ្ណោះគេចង់ធ្វើអីគេត្រូវតែធ្វើគ្មាននរណាអាចហាមឃាត់គេបានទេឲ្យគេចាត់ការទៅចុះតែខ្ញុំខ្លាចតែលោកពូទុកចិត្តចុះខ្ញុំនឹងចាត់ការរឿងនេះឲ្យរៀបរយមិនឲ្យអូននីរ៉ាដឹងជាដាច់ខាតល្អបើអញ្ចឹងក្មួយចាត់ការតែម្ដងទៅកុំឲ្យវាមានជីវិតត្រឡប់មកវិញឲ្យសោះបានលោកពូអ្នកនាងមានកាយបងណូមិនក៏តកហត់ខ្លាំងម្លេះគឺថាមិញនេះខ្ញុំបានលឺគឺនាងណូឆាប់ទៅយកអាហារឲ្យនាងទៅបងណូមិញនេះបងមានរឿងអីចង់និយាយប្រាប់ខ្ញុំមែនទេអត់មានទេមិញនេះខ្ញុំបាននិយាយជាមួយគេរឿងអ្នកប្រុសហ្នឹងណានាងពេលគាត់ទៅបែបនេះក៏ល្អដែរនឹងមិនសូវឈឺចាប់មែនហើយបងចយខ្ញុំដឹងថាគាត់ឈឺចាប់ខ្លាំងហើយខ្ញុំក៏ឈឺមិនចាញ់គាត់ដែរតែដើម្បីរក្សាជីវិតបងវិទ្យាខ្ញុំត្រូវតែធ្វើបែបនេះនាងធ្វើបានល្អបំផុតហើយអញ្ចឹងខ្ញុំទៅជួយនាងណូសិនហើយណានាងចាទៅចុះនាងណូនេះនាងចង់ស្លាប់មែនទេទើបចង់យករឿងនេះទៅប្រាប់នាងបើនាងហ៊ានតែនិយាយកុំថាឡើយជីវិតនាងសូម្បីតែជីវិតម្ដាយអ្នកប្រុសវិទ្យាក៏ត្រូវស្លាប់អញក៏ស្លាប់អ្នកនាងក៏នឹងមានគ្រោះថ្នាក់នេះអញមិនចេះគិតទេអីតាឲ្យយើងធ្វើយ៉ាងម៉េចទៅនេះគិតមិនចង់ឲ្យអ្នកនាងដឹងរឿងនេះទេអីហើយចុះម្ដាយរបស់អ្នកប្រុសតើគិតធ្វើយ៉ាងម៉េចពេលដែលបាត់កូនប្រុសនោះខ្ញុំក៏កំពុងតែគិតថាត្រូវធ្វើយ៉ាងម៉េចដែរតែអំឡុងពេលនេះយើងមិនអាចធ្វើអីបាននោះទេត្រូវតែការពារជីវិតនៅជុំវិញខ្លួនយើងសិនទៅបានអញកុំនិយាយផ្ដេសផ្ដាសឲ្យសោះណាអើយបានហើយយើងដឹងហើយយើងមិននិយាយទេមិននិយាយឲ្យទឹកមុខនឹងកាយវិការក៏ត្រូវតែសម្ដែងឲ្យសមផងដែរឬទេកុំឲ្យអ្នកនាងសង្ស័យឲ្យសោះចាដឹងហើយវិទ្យាឈប់សិនឯងមកតាមយើងធ្វើអីមកដណ្ដើមមនុស្សជាទីស្រឡាញ់របស់យើងមិនអស់ចិត្តនៅមកតាមយើងដល់ទីនេះទៀតហ៎អ្នកណាថាយើងដណ្ដើមព្រោះយើងបានមកដោយសារប្រាក់អន្តើមិនឃើញទេអីបើយើងមិនមានស្មានថាលោកសេដ្ឋីលើកកូនឲ្យយើងហ៎បានតែកាយតែមិនបានបេះដូងគេទេនេះមែនទេដែលគេហៅថាស្នេហានោះយើងមិនគិតថាវាជាស្នេហាទេនោះគេហៅថាការចាប់បង្ខំច្បាស់ណាស់តែយ៉ាងណាក៏យើងសប្បាយចិត្តដែលបានយកឈ្នះមនុស្សក្រលហាមដូចជាឯងដែរយើងមិនខ្វល់ថាគេស្រឡាញ់ឬមិនស្រឡាញ់នោះទេតែយើងនឹងយកនាងមកធ្វើជាប្រពន្ធយើងឲ្យបានមនុស្សអាត្មានិយមដូចជាឯងនេះគង់មានថ្ងៃណាមួយទទួលកម្មផលដែលអញបានសាងទេអញចាំទៅមើលចុះអញហ៊ានថាយើងផងហ៎ពួកអញចាប់វាឲ្យជាប់កុំឲ្យវារត់រួចបាត់អ្នកប្រុសនេះពួកអញចង់ធ្វើអីយើងហ្នឹងចង់ធ្វើអីហ៎មានរឿងអីហ្នឹងអ្នកហេតុអីក៏មើលទៅទឹកមុខដូចជាមានការព្រួយបារម្ភអីខ្លាំងសម្បើមម្ល៉េះអ្នកជាអើយគឺថាមិញនេះកាន់ចានជ្រុះពីដៃហើយវាបែកហើយពេលនេះក៏មានអារម្មណ៍ថាមិនសនុកក្នុងចិត្តសោះមិនដឹងថាកូនគេយ៉ាងម៉េចទៅហើយទេហើយទៅបាត់យូរថ្ងៃហើយមិនដឹងថាទៅដល់ណាហើយទេនេះតើវិទ្យាគេទៅណាទៅអ្នកហេតុអីក៏បារម្ភពីគេដល់ថ្នាក់នេះគឺគេបានស្រឡាញ់កូនសេដ្ឋីហើយពួកគេទាំងពីរនាក់មិនអាចជួបគ្នាហើយមិនអាចយកគ្នាជាគូបានទេដោយសារតែទំនាយទាយថាបើគេជួបគ្នានឹងមានម្នាក់ស្លាប់ទើបលោកសេដ្ឋីតាមបំបាច់ពួកគេទាំងពីរនាក់
ហើយគេក៏បានសុំខ្ញុំទៅដើម្បីជួបកូនសេដ្ឋីម្នាក់នោះ នេះអ្នកឲ្យគេទៅដល់មិនខាត់គេទេអី ខ្ញុំព្យាយាមហើយណាអើយតែមិនបានផលសោះព្រោះតែទឹកចិត្តស្រឡាញ់កូនខ្លាំងទោះបីជាហាមក៏មិនអាចហាមគេបានព្រោះគេធំហើយគេត្រូវប្រើជីវិតផ្ទាល់ខ្លួនយើងមិនអាចទៅរារាំងគេបានទេណា ទាំងដឹងតែគេមានគ្រោះថ្នាក់នឹងមែនទេអ្នក អ្នកជាឲ្យខ្ញុំធ្វើយ៉ាងម៉េចពេលនេះខ្ញុំរកធ្វើអ្វីមិនត្រូវនោះទេជួយគិតខ្ញុំផងទៅមើលអ្នកតើខ្ញុំណាគួរធ្វើយ៉ាងម៉េច អ្នកគួរទៅផ្ទះលោកសេដ្ឋីក្រែងវិជាគេនៅទីនោះណា មែនហើយខ្ញុំត្រូវទៅទីនោះអរគុណហើយណាអ្នកជាខ្ញុំទៅរកកូនខ្ញុំសិនហើយ ទៅចុះសុំសំណាងល្អណាអ្នក ចាអរគុណហើយណាបងណូខ្ញុំហាក់មានអារម្មណ៍មិនស្នុកចិត្តសោះមិនដឹងថាមានរឿងអីនោះទេអូយមិនអីទេអ្នកនាងនេះក៏ព្រោះតែអ្នកនាងបារម្ភពីអ្នកប្រុសវិទ្យាខ្លាំងពេកអ្នកនាងក៏បារម្ភខ្លាំងពេកអីណាប្រឹងធ្វើចិត្តឲ្យសប្បាយដើម្បីយកឈ្នះបញ្ហាឲ្យបានណាអ្នកនាងមែនហើយបងណូខ្ញុំនឹងយកឈ្នះបញ្ហាឲ្យបានថ្ងៃណាមួយខ្ញុំសង្ឃឹមថានឹងបានទៅជួបបងវិទ្យាមិនថាគាត់ទៅដល់ទីណាទេខ្ញុំនឹងរកគាត់ឲ្យឃើញហើយនឹងទៅរស់នៅជាមួយគាត់ពុទ្ធោអ្នកនាងដល់គួរអាណិតអើយតែអ្នកនាងដឹងថាអ្នកប្រុសវិទ្យាត្រូវបានគេប៉ុនប៉ងសម្លាប់តែអ្នកនាងមានអារម្មណ៍យ៉ាងណាទៅបងណូបងគិតអីហ្នឹងអូយចាអត់ទេអ្នកនាងអត់គិតអីទេគ្រាន់តែអាណិតដល់អ្នកនាងតែប៉ុណ្ណោះបងណូខ្ញុំអរគុណបងណាស់ដែលតែងតែនៅក្បែរខ្ញុំរហូតមកហើយចាំជួយខ្ញុំជានិច្ចអរគុណមែនតើអ្នកនាងនេះក៏ព្រោះតែស្រឡាញ់ដោយស្មោះអស់ពីដួងចិត្តបងណូខ្ញុំដឹងណាថាបងមានរឿងលាក់បាំងនឹងខ្ញុំមើលទឹកមុខបងដឹងអូយអត់ទេអ្នកនាងខ្ញុំអត់មានទេបើបងមិនចង់និយាយក៏ហេតុចុះខ្ញុំមិនបង្ខំបងទេមានអ្នកណានៅទេម្ចាស់ផ្ទះអ្នកណាគេមកចេះសំឡេងដូចប្រហែលបងណូឆាប់ចេញទៅមើលទៅឲ្យឆាប់ឡើងទៅចាអ្នកនាងខ្ញុំទៅហើយណូហាមីងណាហេតុអីបានជាមីងមកទីនេះណូតើកូនប្រុសខ្ញុំនៅទីនេះទេអូយអត់ទេគាត់ចេញទៅបាត់ហើយគេទៅជាមួយនីរ៉ាមែនទេអូយអត់ទេមីងគឺគាត់ចេញទៅតែម្នាក់ឯងប៉ុណ្ណោះមីងចូលមកក្នុងនិយាយគ្នាសិនមកអត់ទេមីងមិនហ៊ានទេខ្លាចលោកសេដ្ឋីមកមីងក៏បារម្ភអីពេលនេះណាលោកសេដ្ឋីបានទៅផ្ទះមិត្តចាស់របស់គាត់ពី3ថ្ងៃទៀតទើបត្រឡប់មកវិញឯណោះចូលក្នុងសិនមកមីងជំរាបសួរអ្នកមីងហេតុអីបានជាមីងមកដល់ទីនេះចាកជំរាបសួរក្មួយគឺមីងបារម្ភពីកូនគេមិនដឹងជាយ៉ាងម៉េចទៅហើយទេប្រាប់ថាមករកក្មួយតែមិនឃើញគេពី3ថ្ងៃហើយទើបបានជាមីងមករកនៅទីនេះក្រែងគេនៅហើយនេះតើមានរឿងអីមែនទេហេតុអីបានជំនុំគ្នាធ្វើទឹកមុខបែបនេះចាស់អ្នកមីងគឺមានរឿងតិចតួចតែខ្ញុំបានឲ្យគេត្រឡប់ទៅវិញហើយអេនាងគេអត់បានត្រឡប់ទៅផ្ទះទេមែនទេមីងចាអត់ទេក្មួយគេអត់បានត្រឡប់ទៅផ្ទះវិញទេធ្វើយ៉ាងម៉េចទៅមីងបារម្ភពីគេខ្លាំងណាស់បងណូចាស់អ្នកនាងឆាប់និយាយមកតើមានរឿងអីកើតឡើងបងបានដឹងអីខ្លះអូយសំទោសអ្នកនាងខ្ញុំមិនអាចនិយាយបានពិតមែនបើខ្ញុំនិយាយនឹងមានមនុស្សជាច្រើនមានគ្រោះថ្នាក់សូមអ្នកនាងកុំសួរខ្ញុំទៀតអីណាមិនអីទេបើអញ្ចឹងមីងលាសិនហើយណាក្មួយនីរ៉ាមីងទៅតាមរកកូនរបស់មីងសិនចាស់អ្នកមីងសូមអ្នកមីងថែរក្សាសុខភាពផងពួកអញចាប់យើងចង់ធ្វើអីលេងយើងតែយើងបានធ្វើអីពួកឯងហានអីក៏តាមចង់ពៀយើងខ្លាំងម្ល៉េះព្រោះតែវាជាការសប្បាយនោះអី យើងនឹងធ្វើឲ្យឯងវេទនាជាទីបំផុត
បើឯងនិយាយសុំទោសហើយក្រាបសំពះសុំទោសយើងនឹងដោះលែងឯងដេកយល់សពទៅយើងសុកចិត្តស្លាប់ក៏យើងមិនសុំទោសមនុស្សដូចជាឯងដែរទោះយើងក្រតែយើងក៏មានតម្លៃជាងពួកសត្វឯងដែរមាត់រឹងណាស់ឯងនេះល្អឯងឃើញហើយមែនទេអ្នកដែលប្រឆាំងនឹងយើងនឹងមានលទ្ធផលបែបណាយើងមិនខ្វល់ទេទោះបីជាយើងស្លាប់ក៏យើងមិនក្រាបសុំអង្វរឯងដែរអូយយ៉ាងម៉េចដែរមាត់រឹងទៀតទេទោះជាយើងស្លាប់ក៏យើងមិនក្រាបសុំអង្វរឯងដែរអាឆោកឆាប់ចាប់វាទម្លាក់ចូលជ្រោះនេះទាំងរស់ទៅទទួលបញ្ជាអ្នកប្រុសនៅពេលនោះពួកគេក៏បានចាប់វិទ្យាបោះចូលជ្រោះយ៉ាងជ្រៅវាសនារបស់វិទ្យាមិនដឹងជាស្លាប់ឬរស់យ៉ាងណាឡើយបងណូខ្ញុំដូចជាមានអារម្មណ៍ថាពិបាកក្នុងខ្លួនគិតដល់បងវិទ្យាចម្លែកខ្ញុំខ្លាចក្រែងថាគាត់មានរឿងអីទៅដឹងតើធ្វើយ៉ាងណាតើបានដឹងពីដំណឹងបងវិទ្យាទៅបងណូអូយមិនអីទេអ្នកនាងសុំកុំសោកការធ្វើអីអ្នកប្រុសវិទ្យាណាពិតជាមិនអីនោះទេប្រហែលជាមកពីគាត់នឹងខូចចិត្តខ្លាំងពេកទៅមិនទាន់ត្រឡប់ទៅផ្ទះវិញហើយទៅសំងំនៅកន្លែងណាមួយសិនហើយណែសុំអ្នកនាងកុំគិតច្រើនអីណាពេលនេះបេះដូងរបស់ខ្ញុំស្ទើរប្រែបែកធ្លុះធ្លាយអស់ទៅហើយបងណូខ្ញុំនឹកបងវិទ្យាខ្លាំងណាស់ខ្ញុំបារម្ភពីគាត់ខ្លាំងណាស់អ្នកនាងបើអញ្ចឹងអ្នកនាងឈប់យំទៅណាចាំខ្ញុំចាត់ឲ្យនាយចយនឹងណាទៅស៊ើបដំណឹងរបស់អ្នកប្រុសវិទ្យាទៅចោះបានការយ៉ាងណាចាំខ្ញុំមកជម្រាបអ្នកនាងវិញចោះណាល្អណាស់ខ្ញុំអរគុណហើយបងណូអរគុណបងមែនតើអូយសុំអ្នកនាងសម្រាប់ចុះរឿងនេះណាចាំខ្ញុំចាត់ការស៊ើបជូនអ្នកនាងណាសម្រាប់ចុះខ្ញុំទៅសិនហើយណែសម្លាញ់គ្នាគិតថាពេលត្រឡប់ទៅវិញយើងនឹងរៀបការឲ្យកូនទាំងពីរតែម្ដងទៅព្រោះបើទុកយូរក៏មិនបានដែរបានតាមិនអីទេសម្លាញ់គ្នាតាមតែឯងតែប៉ុណ្ណោះកាន់តែលឿនគឺកាន់តែល្អនឹងហើយបើសម្រេចបែបនេះទៅហើយពេលចប់ប្រជុំជំនួញយើងនឹងត្រឡប់ទៅវិញល្ងាចនេះតែម្ដងល្អតែពេលនេះមិនដឹងថាកូនរាជធ្វើបានជោគជ័យហើយនៅទេមិនមានតំណែងអីសោះនេះយើងជឿថាក្មួយរាជអាចធ្វើបានប្រកបណាស់ព្រោះក្មួយរាជជាមនុស្សពូកែស្រាប់ទៅហើយដូចជាឯងអញ្ចឹងណាពូកែដូចគ្នាមិនខុសទេយើងមើលមនុស្សមិនខុសទេមែនហើយកូនរបស់យើងធ្វើបានស្រាប់ទៅហើយតោះរៀបចំខ្លួនដើម្បីទៅរៀបចំមង្គលការឲ្យកូនទៅនឹងហើយតោះក្មួយរាជរឿងនោះយ៉ាងម៉េចទៅហើយក្មួយខ្ញុំចាត់ការរួចរាល់ហើយលោកពូចាត់ការបានល្អគ្មាននរណាអាចរកវាឃើញនោះទេបានន័យថាវាងាប់ហើយមែនទេមែនហើយលោកពូខ្ញុំបានបោះវាទម្លាក់ចូលជ្រោះថ្មនេះម្លេះសัตว์ស៊ីសាកសពអស់បាត់ទៅហើយក៏មិនដឹងតែមិនប៉ាតែតានីរ៉ានឹងទៅជាយ៉ាងណាបន្ទាប់ពីនាងទទួលដំណឹងយ៉ាងរន្ធត់មួយនេះសូមរងចាំតាមដានទស្សនានៅភាគបន្តសូមអរគុណ